ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកតាក់ទងនឹងបេសកកម្មរបស់ខ្ញុំមួយដែលឆ្លៀតពីការងារខ្ញុំបានដឹកសម្ភារៈទៅឲ្យសហគមន៍អភិរក្សទុនសោងមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺដែលមានឈ្មោះថាសហគមន៍8មុំដូច្នេះគោលដៅរបស់ខ្ញុំបានចេញពីភ្នំពេញកាត់តាមច្បាប់មនរួចចេញទៅផ្លូវ44ដែលយើងជិះមកកាន់ត្រង់ចំណុចមួយកន្លែងគេហៅថាថ្មពីរដុំអញ្ចឹងនៅក្នុងច្រកចូលហ្នឹងវាមានថ្មពីរដុំដូច្នេះទៅទើបគេហៅបែបហ្នឹងបើមែនតើនៅក្នុងតំបន់នេះគឺខ្ញុំមិនដែលជិះកាត់ទេហើយក៏មិនដែលឮទៅទៀតអីដែលយើងបន្ថយបន្ថាហ្នឹងដំបូងឡើយគឺយើងមើលតាម map អញ្ចឹងនៅក្នុង map ហ្នឹងគឺដាក់ផ្លូវឲ្យយើងជិះទៅកាត់តាមតំបន់អូខ្យាហើយទៅកាត់ខាង8មុំតែម្ដងដែលឡែកផ្លូវដែលយើងជិះមើលតាម map ហ្នឹងគឺវងវែងផ្លូវធ្លាក់ដល់ស្រែយើងទៅមុខលែងកើតអញ្ចឹងយើងក៏បានត្រឡប់ថយក្រោយវិញមិនដែរយើងក៏ស៊ីពេលអស់ជាង20នាទីជាងដែរដោយសារតែយើងវងវែងតាម map ហ្នឹងជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកដល់ទំនប់អូខ្យាហើយគោលដៅរបស់យើងគឺទៅសហគមន៍8មុំដោយតែបងប្អូនបានដឹងហើយពីថ្ងៃហ្នឹងខ្ញុំដាក់វីដេអូដែលខ្ញុំជិះមកទីនេះហើយគោលដៅធំបំផុតហ្នឹងគឺយើងយកកតាបដាក់ទឹកចំនួន14សម្រាប់ទៅឲ្យសហគមន៍8មុំដែលជាសហគមន៍អភិរក្សទំសោងហើយយើងសល់ពេលប្រហែលជា20គីឡូទៀតទើបយើងទៅដល់សហគមន៍ហើយទៅហ្នឹង surprise សហគមន៍ដែរទេមានន័យថាអត់បានប្រាប់សហគមន៍ទេម្យ៉ាងគឺថាអញ្ចេះដោយសារសហគមន៍គាត់នៅក្នុងព្រៃហើយកាលតែគាត់ចូលព្រៃហើយគឺតាក់ទងអត់បានទេអញ្ចឹងមកហ្នឹងគឺ surprise គាត់ដែរអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងហើយទៅដល់ហ្នឹងយើងនឹងមានអីជជែកមួយសហគមន៍បន្ថែមទៀតយើងនឹងដាក់វីដេអូនេះដែរអរគុណរបស់ខ្ញុំឯងរបស់ខ្ញុំអូគាត់ឡើងក្នុងជើងអូទឹកផ្លោកទឹកនៅនេះបានហើយផ្លោកទឹកយើងនៅមីស្ទ័រថាម៉ាន10ម៉ាន14បាទអូលោកអើយមកជីវែងផ្លូវវាយមកជីចូលវាស្រែអត់មកដល់14ម្ចាស់ឧបត្ថម្ភយើងចាំឡាកំផតមកទៀតអូយើងខត់ព្រឹកអានេះគាត់អានេះសកម្មភាពពេលយប់គាត់ធ្វើវីដេអូពូមកដល់បិទ7រយច្រឡំមកហើយគាត់អានេះយកឲ្យខ្មាឲ្យទៅនោះឲ្យនេះឲ្យតាមមកវិធីគាត់ចតរវល់ទៅគូអញ្ចឹងដល់ម៉ោង7:50គាត់ហើយនៅហើយតែគេយប់មិញគេនៅលើប៉មហ្នឹងរៀងមើលឃើញអីទៀតមើលឃើញអីទៀតអញ្ចឹងវាអត់ទាន់មានអីថ្មីទេគាត់តែដឹងថាមានសត្វច្រើននៅក្នុងព្រៃហើយនឹងសត្វដែលគេកំពុងតែសង្គ្រោះវាដូចជាមានអញីមានមានឆ្លុះព្រឹសមានឆ្លុះតំសោងហើយកម្មប្រមាចចកអីនៅខាងក្រៅដែលគេលែងអញ្ចឹងណាប៉ុន្តែគាត់ថាមកដល់យប់ហើយមើលអត់ច្បាស់មើលអត់ឃើញហើយសត្វមួយចំនួនវានៅគៀនអញ្ចឹង
lại thắt thắt rồi bắt thắt tầm sau nông từ vô tắt hay nơi pi lại nơi từประมาณ100 mét nó một tờ bồn tắcនេះទឹកដានជើងកំសោងហើយបើពេលខ្លះទៅមានជ្រូកព្រៃមានអីថែមទាំងតែនេះមានអីទេនេះមានតែព្រៃហើយមានសត្វព្រៃហើយកន្លែងអភិរក្សសត្វព្រៃ